privilege យើងប្រើថាសំណាងល្អបាទហើយយើងអាចប្រើពាក្យថានេះគឺសំណាងល្អស្មើនឹងពាក្យថា good luck បាទអញ្ចឹងយើងឈប់ប្រើពាក្យ good luck ទៅនំទេសាំទេបងប្អូនបាទអញ្ចឹងយើងអាចប្រើពាក្យថា privilege ម្ដងទៅឲ្យទុនសម័យភាសាអង់គ្លេសតិចទៅបាទគឺយើងប្រើថា privilege យើងប្រើថាសំណាងល្អបាទអូខេបន្តទៀត a piece of cake បាទ a piece of cake a piece of cake ខ្ញុំនិយាយថាស្រួលណារឿងហ្នឹងគឺស្រួលបំផុតដើម្បីបាទបាទថាស្រួលដូចបក់ចេកហ្មងណាបាទភាសាសាមញ្ញថាស្រួលដូចបក់ចេកហ្មងអូខេ a piece of cake បាទ a piece of cake អូខេ a piece of cake បាទរឿងហ្នឹងងាយស្រួលបំផុតបាទយើងនិយាយថាស្រួលដូចបក់ចេកទៅបាទអូខេបន្តមកទៀត hit the nail on the head បាទ hit the nail on the head បាទបានថារឿងត្រឹមត្រូវធ្វើរឿងដែលរឿងត្រឹមត្រូវបាទគឺបានថាស្មើនឹងយុត្តិធម៌នឹងឯងបាទភាពត្រឹមត្រូវយុត្តិធម៌ណាបាទគឺភាពត្រឹមត្រូវបាទយុត្តិធម៌គឺត្រឹមត្រូវបាទអូខេគឺរឿងដែលរឿងត្រឹមត្រូវរឿងដែលច្បាស់លាស់ត្រឹមត្រូវបងប្អូនបាទគឺស្របច្បាប់បាទរឿងដែលស្របច្បាប់បាទបើយើងទៅក្នុងច្បាប់គឺយើងថារឿងដែលស្របច្បាប់អូខេ hit the nail on the head បាទអូខេបន្តមកទៀត by the bullet by the bullet បាទ by the bullet ហ្នឹងយើងប្រែថាធ្វើរឿងអ្វីមួយដែលពិបាកបាទមានន័យថាពិបាកហ្មងណាធ្វើរឿងហ្នឹងគឺពិបាកហ្មងពិបាក by the bullet បាទធ្វើរឿងអ្វីមួយដែលពិបាកអូខេ by the bullet by the bullet by the bullet បានន័យថាធ្វើរឿងអ្វីមួយដែលពិបាកបាទ by the bullet អូខេបន្តទៀត let's touch base បាទ let's touch base គឺស្មើនឹងពាក្យថាម៉េចបងប្អូនបាទស្មើនឹងពាក្យថា let's connect and discuss បាទន័យថាចាំជជែកពីក្រោយទៅបាទចាំជជែកពីក្រោយបាទចាំមានរឿងយើងនិយាយពីក្រោយអញ្ចឹងណាបាទអូខេ let's touch base គឺន័យថាចាំជជែកពីក្រោយទៅអូខេហើយសម្រាប់បងប្អូនអរគ្នាចង់ពូកែភាសាអង់គ្លេសបាទគឺអាចទំនាក់ទំនងជាសភើអង់គ្លេសបាទដោយបងប្អូនអរគ្នាបានឃើញអញ្ចឹងគឺល្អមែនតើសម្រាប់បងប្អូនអរគ្នាចង់ឆាប់ចេះភាសាអង់គ្លេសបាទអញ្ចឹងទៅថងតាម Telegram 0719949បាទអូខេបន្តមកទៀត keep me posted បាទ keep me posted គឺបែរតែម៉េចគឺអនុញ្ញាតឲ្យខ្ញុំដឹងរឿងអំពីអ្វីមួយថ្មីថ្មីបាទអនុញ្ញាតឲ្យខ្ញុំដឹងពីរឿងថ្មីថ្មីដែល update ណាបាទមានន័យថា let me know any update គឺអនុញ្ញាតឲ្យខ្ញុំដឹងអំពីរឿងអ្វីមួយដែលថ្មីថ្មីអូខេ let me know any update អូខេអញ្ចឹង keep me posted បាទមានន័យថា keep me posted គឺបែរថាធ្វើខ្ញុំឲ្យខ្ញុំដឹងរឿងអ្វីដែលថ្មីថ្មីបាទប្រាប់ពីរឿងថ្មីថ្មីបាទនិយាយទៅសួរស្ដាប់អូខេបន្តទៀត I'll get back to you I'll get back to you បាទ I'll get back to you យើងមើលថាម៉េចគឺ I will respond later បាទ I will respond later បាទថាខ្ញុំនឹងឆ្លើយតបពីក្រោយបាទ I will get back to you ខ្ញុំនឹងឆ្លើយតបពីក្រោយអូខេបាទខ្ញុំនឹងឆ្លើយតបពីក្រោយបាទអូខេចឹងសម្រាប់បងប្អូនអរគ្នាទើបតែទស្សនាវីដេអូលោកគ្រូណាបាទកុំភ្លេចជួយចុច Subscribe បាទចុច Like ដើម្បីទទួលបាននូវវីដេអូថ្មីៗជារៀងរាល់ថ្ងៃបាទអូខេបន្តទៀត take care បាទ take care អញ្ចឹងបងប្អូនអរគ្នាចូលទៅមើលហើយចេះពាក្យនេះ take care នេះរឹមមើលថែបាទ take care yourself បាទមើលថែខ្លួនឯងផង take care yourself បាទនៅភាសាថៃดูแลตัวเองด้วยนะអូខេអូខេបន្តទៀត no worries បាទកុំបារម្ភបាទកុំព្រួយកុំបារម្ភកុំព្រួយបាទ no worries កុំបារម្ភកុំព្រួយបាទ I appreciate បាទ I appreciate នេះគឺបែរថាខ្ញុំអរគុណឬក៏ខ្ញុំថ្លែងអំណរគុណឬក៏ខ្ញុំសរសើរបាទពាក្យហ្នឹងគឺយើងប្រែបានច្រើនដែរគឺអរគុណថ្លែងអំណរគុណឬក៏សរសើរខ្ញុំអរគុណអ្នក I appreciate you
ឬក៏វាស្មើនឹងពាក្យថា thank you នឹងឯងបាទ I appreciate ខ្ញុំសើនេះឬក៏ខ្ញុំអរគុណអ្នកអញ្ចឹងណាបាទអូខេប្រើទៅតាមបរិបទទៅបងប្អូនបាទអូខេបន្តទៀត excuse me បាទ excuse me គឺខ្ញុំសូមទោសឬខ្ញុំសូមអធិស្ឋានបាទ excuse me បាទ excuse me បាទខ្ញុំសូមទោស excuse me can you hit the subscribe តើអ្នកអាចជួយចុច subscribe YouTube លោកគ្រូបានអត់បាទអូខេតោះបន្តទៀតអូខេឥឡូវបើសិនជាបងប្អូនអរគ្នាចង់ពូកែភាសាអង់គ្លេសចាំបាច់បងប្អូនអរគ្នាត្រូវតែមានសៀវភៅជាមូលដ្ឋានបាទនេះគឺជាសៀវភៅមួយក្បាលបាទដែលលោកគ្រូបានរៀបរៀងអស់រយៈពេល1ឆ្នាំបាទសម្រាប់ឲ្យបងប្អូនអរគ្នាយកទៅរៀនដោយខ្លួនឯងឆាប់ចេះចំណាំឆាប់បានបាទពាក្យស្រួលប្រើប្រាស់ប្រចាំថ្ងៃហើយតម្លៃរបស់វាតែ$12ទេហើយ free deck បងប្អូនបាទចង់បានបងប្អូនអរគ្នាទំនាក់ទំនងតាម Telegram 071994989បាទចាំបងប្អូនអរគ្នាយកទៅរៀនទៅគឺល្អមែនតើបាទសៀវភៅនេះគឺសង្ឃថាសៀវភៅថ្នាក់សៀវភៅរត់គឺសង្ឃថាអត់ដល់សៀវភៅនេះទេបាទសៀវភៅនេះគឺល្អមែនតើបាទគឺមានន័យថាមានពាក្យគ្រប់ជ្រុងជ្រោយបាទដែលបងប្អូនអរគ្នារៀនខ្លួនឯងទៅគឺឆាប់ចេះតែម្ដងបាទហើយមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនគឺនៅក្នុងនោះគឺមាន clear និង phrase ដែលប្រើប្រាស់ប្រចាំថ្ងៃដែលនិយមប្រើបំផុតបាទដែលនិយមប្រើខ្លាំងណាស់បងប្អូនបាទចឹងបងប្អូនអរគ្នាយកសៀវភៅមួយក្បាលនេះទៅរៀននៅខ្លួនឯងបន្ថែមទៀតបាទចឹងយើងរៀនតាម YouTube ហ្នឹងគឺបានតិចចឹងបងប្អូនបាទមិនសូវខ្លាំងទេគាត់តែយើងមើលជាត្រួសត្រែកអញ្ចឹងណាបាទប៉ុន្តែបើបងប្អូនអរគ្នាមានសៀវភៅមួយក្បាលនេះគឺបងប្អូនអរគ្នានឹងពូកែភាសាអង់គ្លេសតែម្ដងបាទគឺសឹងថាចេះពាក្យច្រើនបងប្អូននិយាយក៏ស្ដាប់គេក៏បានច្រើនដែរបាទអូខេអញ្ចឹងវីដេអូនេះគឺចប់តែប៉ុណ្ណេះបងប្អូនបាទ see you next time